រថភ្លើងពីរខ្សែបានបុកគ្នាកាលពីថ្ងៃទី19ខែមិថុនាក្នុងតំបន់ Bedford ប្រទេសអង់គ្លេសដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់រថភ្លើងដ៏ធំមួយសម្រាប់ប្រទេសគ្រោះថ្នាក់ដ៏រន្ធត់នេះបានបណ្ដាលឲ្យអ្នកបើករថភ្លើងម្នាក់បាត់បង់ជីវិតភ្លាមនៅនឹងកន្លែងក្រុមហ៊ុន East Midlands Railway បានបញ្ជាក់ថារថភ្លើងរបស់ខ្លួនដែលចេញដំណើរពី Corby ឆ្ពោះទៅកាន់ London Pancras នៅវេលាម៉ោង4:40នាទីល្ងាចបានបុកគ្នាជាមួយរថភ្លើងមួយទៀតដែលចេញដំណើរពី Nottingham ឆ្ពោះទៅ London Pancras នៅវេលាម៉ោង3:50នាទីល្ងាចនៅត្រង់ចំណុច Bedford South ក្រៅពីអ្នកបើករថភ្លើងម្នាក់ដែលបានស្លាប់នោះអ្នកដំណើរចំនួន28អ្នកផ្សេងទៀតបានរងរបួសដោយក្នុងនោះ9អ្នកមានរបួសធ្ងន់ធ្ងរក្រុមសង្គ្រោះបន្ទាន់រួមមានរថយន្តសង្គ្រោះជាង20គ្រឿងឧទ្ធម្ភាគចាប់ពេទ្យ6គ្រឿងនិងក្រុមអ្នកឯកទេសជាច្រើនទៀតបានចុះអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះភ្លាមនៅកន្លែងកើតហេតុបច្ចុប្បន្នមូលហេតុពិតប្រាកដនៃការបុកគ្នារវាងរថភ្លើងទាំងពីរខ្សែនេះគឺនៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេអាជ្ញាធរពាក់ព័ន្ធបានបើកការស៊ើបអង្កេតមួយដើម្បីស្វែងរកការពិតនិងមូលហេតុនៃគ្រោះថ្នាក់ដ៏សោកសៅនេះ